ជំរាបសួរបងប្អូនទាំងអស់គ្នាមកមើលការកក់សក់របស់ខ្ញុំណារៀងញាប់តិចដោយសារតែការកក់សក់នេះយើងវាយសក់ភ្ញៀវឲ្យពពុះចឹងទៅយើងចាប់ដើមធ្វើការកក់ជូនគាត់តែម្ដងហើយសំបីតែរបៀបនៃការអេសអីចឹងណាអ្នកទាំងអស់គ្នាអេសខ្វោកហ្នឹងប៉ុន្តែធ្វើម៉េចឲ្យដៃយើងសសោសជាមួយនឹងសក់ចាហើយអេសមកកន្លែង2 3ឆ្វោកចឹងទៅចាំដូរទៅមកកន្លែងទៀតហើយខ្ញុំក៏ដាក់វីដេអូរៀងញាប់ដែរបើសិនជាយើងអត់តាក់ញាប់ទេការកក់ហ្នឹងវារៀងយូរខ្លាំងវីដេអូហ្នឹងក៏វាវែងខ្លាំងដែរចឹងខ្ញុំធ្វើការកក់អេសឆ្វោកជូនគាត់ហ្នឹងយើងប្រើសាច់ដៃលាយជាមួយនឹងកញ្ចក់ដោយសារតាភ្ញៀវគាត់ល្មាស់ព្រោះដោយសារខាងហ្នឹងគឺដីហុយហើយក៏ខ្ញុំប្រើឈុតសាប៊ូកក់សក់របស់ក្រុមហ៊ុន Atomy គឺសាប៊ូផលិតផលកូរ៉េឈុត Absolute ដោយសារតាសាប៊ូហ្នឹងគឺវាជួយសម្អាតស្បែកក្បាលបានយ៉ាងល្អសារជាតិប្រេងសារជាតិទូលេនៅលើសរសៃសក់អីហ្នឹងជួយសម្អាតបានល្អហើយធ្វើឲ្យសរសៃសក់រឹងមាំនិងកាត់បន្ថយជ្រុះសក់កាត់បន្ថយការកើនកែចាអញ្ចឹងយើងធ្វើការកក់ពីទឹកជូនគាត់ទឹកទី1យើងកក់អង្គុយទឹកទី2គឺយើងកក់គេងហើយការកក់របស់ខ្ញុំវាមិនមាន style អីច្រើនទេប៉ុន្តែភ្ញៀវកក់គឺពីមួយទៅមួយគឺភ្ញៀវមានអារម្មណ៍ថាស្រួលពេលមកទទួលសេវាកម្មកក់សក់នៅកន្លែងខ្ញុំដោយសារតែយើង focus ទៅលើគុណភាពចឹងនៅពេលដែលដាក់វីដេអូរៀងញាប់អាចថាបងប្អូនពេលដែលទស្សនាទៅអាចថាមើលអត់ទាន់ប៉ុន្តែបើអ្នកឆ្លាតអាចចាប់បានច្រើនមែនទេហើយការលើកក្បាលភ្ញៀវកក់គឺខ្ញុំអត់ឲ្យភ្ញៀវផឹងទេគឺយើងប្រើកម្លាំងយើងលើកទប់ដើម្បីកក់តែម្ដងបន្ទាប់ពីយើងកក់សម្អាតទឹកទី2បានស្អាតល្អហើយគឺយើងប្រើជាមួយនឹង conditioner ដែលជួយបង្រួមផ្ចិតកោសិកានៃសក់នៅពេលដែលយើងប្រើសាប៊ូកក់សក់គឺធ្វើឲ្យសក់បើកកោសិកាអញ្ចឹងគឺយើងបិទកោសិកាដោយប្រើជាមួយនឹង conditioner ដែលធ្វើឲ្យសក់មានសំណើមភ្លឺនិងទន់រលោងអញ្ចឹងយើងយកមកញីជាមួយនឹងចុងសក់ទៅធ្វើឲ្យសក់យើងទន់រលោងមិនងាយបែកចុងនិយាយទៅការប្រើជាឈុតបែបនេះគឺល្អខ្លាំងមែនតើបន្ទាប់មកគឺយើងធ្វើការម៉ាស្សាជូនគាត់បន្ថែមបើសិនជាភ្ញៀវគាត់ចូលចិត្តប្រេងខ្យល់យើងដាក់ប្រេងខ្យល់បន្តិចលាបតាមកញ្ចឹងក៏លាបតាមជើងសក់ស្នៀតផ្កាជូនគាត់ទៅយើងម៉ាស្សាយើងឆ្លីម៉ាស្សាប្រើសាច់ដៃយើងសម្រាប់ម៉ាស្សាចឹងពេលដែលភ្ញៀវ stress អីហ្នឹងគឺគាត់មកកក់ទៅគឺបាត់ stress ហើយកក់សក់នៅកន្លែងខ្ញុំគឺតម្លៃសមរម្យទេមានតាមប្រភេទសាប៊ូចឹងណាតម្លៃចាប់ពី1000រៀលឡើងទៅចឹងណាបងប្អូនទាំងអស់គ្នាហើយការកក់របស់យើងមិនមាន style អីខ្លាំងទេតែអ្វីដែលភ្ញៀវទទួលបានគឺភ្ញៀវមានអារម្មណ៍ថាបាត់ stress ហើយស្រួលខ្លួននិយាយរួមទៅគឺយើងមានម៉ូយកក់ជាប្រចាំមិនថាប្រាំងឬក៏វស្សាទេគឺម៉ូយមកកក់សក់ជាប្រចាំតែម្ដងដោយសារអីដោយសារតែការធ្វើរបស់យើងនិយាយទៅគាត់ចូលវីដេអូខ្លួនឯងក៏មានអារម្មណ៍ថាស្រួលដែរនិយាយទៅអ្នកដែលធ្លាប់បានកក់គឺគាត់ដឹងហើយថាកក់ទៅជក់ចិត្តដិតអារម្មណ៍ជាមួយនឹង Laini Salon អញ្ចឹងណាចាដោយសារអីបើយើងកក់សក់ច្បាស់កក់សក់ទៅចាធ្វើអ្វីមួយច្បាស់ទៅគឺភ្ញៀវអត់រត់ទៅណាទេចាយើងទោះបីជាគេថាអូសាឡនរីកដោយផ្សិតប៉ុន្តែសួរថាតើសាឡនទាំងអស់អាចដាច់ទេចាគឺដាច់ដោយកន្លែងអ្នកខ្លះក៏ដាច់ទៅអ្នកខ្លះក៏មិនដាច់ទៅអញ្ចឹងយើងអាស្រ័យទៅលើសមត្ថភាពយើងដែរអញ្ចឹងយើងព្យាយាមធ្វើអ្វីមួយច្បាស់ចាកក់សក់ដឹងកក់សក់ធ្វើកញ្ចក់ដឹងធ្វើកញ្ចក់ចាផាត់មុខឲ្យដឹងផាត់មុខលាបពណ៌សក់ឲ្យដឹងលាបពណ៌សក់អញ្ចឹងទៅបងប្អូនទាំងអស់គ្នានិយាយរួមទៅគឺយើងប្រើបែបសម្បីការកក់សក់នេះគឺខ្ញុំប្រើរាងកាយរបស់ខ្ញុំទៅកក់គឺដោយផ្ដោតអារម្មណ៍យើងត្រូវទុកក្បាលភ្ញៀវដូចជាក្បាលយើងហើយយើងធ្វើការកក់ម៉ាស្សាជូនភ្ញៀវដោយយកចិត្តទុកដាក់ដោយប្រើអារម្មណ៍សម្បីម៉ាស្សាគឺប្រើកម្លាំងទាំងមូលមកនៅចុងម្រាមដៃដើម្បីម៉ាស្សាទៅឲ្យគាត់មានអារម្មណ៍ថាស្រួលហើយភ្ញៀវគាត់អត់គេងទេគឺកក់បដាប្រាច់ជាមួយនឹងជាងបដាទៀតចាតែយើងកក់លាងសក់ឲ្យគាត់ឲ្យស្អាតម៉ាស្សាធ្វើសរសៃថាមិនមែនជាលំដាប់ហាងសាឡនដែលកក់
$10 អីទេបងប្អូនទាំងអស់គ្នាសាមញ្ញទេប៉ុន្តែភ្ញៀវចូលចិត្តមកទទួលសេវាកម្មចឹងឲ្យតែយើងច្បាស់បងប្អូនទាំងអស់គ្នាបន្ទាប់មកយើងធ្វើការជូតសក់គាត់ឲ្យស្រស់ទឹកជាមួយនឹងកសែងរបស់យើងហើយតើទៅជាមួយនឹងការប្រើប្រាស់កសែងគឺយើងត្រូវតែអនាម័យដែរត្រឡប់នាងខ្ញុំគឺដែរប្រើកសែងតអីទេចាតែបើតែយើងនៅតាមខេត្តមិនតែកសែងគឺត្រូវតែស្អាតតែម្ដងប្រើម្នាក់អស់កសែង2គឺដូរកសែងចាដូរកសែងហើយគឺអត់មានប្រើកសែងតដែរទេចាគឺភ្ញៀវមកកក់ដើម្បីស្អាតបើសិនជាយើងយកកសែងមិនស្អាតមកជូនគាត់ទៀតគាត់ខំមកកក់ធ្វើអីយើងជូតឲ្យស្រស់ទឹកលាបជាមួយនឹងប្រេងសក់បន្ថែមសិតសក់គាត់ឲ្យស្អាតមកគាត់ចង់ទុកឲ្យនៅត្រជាក់ចឹងគាត់អត់ធ្វើការផ្លុំទេគាត់ឲ្យចងឲ្យគាត់ទៅផ្ទះចាទៅតម្លាក់សក់ទៅផ្ទះវិញចាចឹងសេវាកម្មនៅ Laini Salon គឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាជួយ Subscribe ម្នាក់